ថ្ងៃនេះសូមថ្លែងអំណរគុណដល់កូនចៅញោមដានមានបងសុភីបងសេនឌីជាដើមហើយគាត់មានសទ្ធាជ្រះថ្លាជាវកាហ្វេយកមកប្រគេនហ្នឹងហើយកាហ្វេហ្នឹងគឺព្រឹកមិញចេញពីឆាន់ទៅចេញពីឆាន់ឃើញនៅមុខបន្ទប់ហើយកាហ្វេនេះវាមានប្រហែលមាន15ដុំក្នុងមួយដុំនេះវាមាន10គ្រាប់អញ្ចឹងវាសរុបទៅ150គ្រាប់ច្រើនដែរមានអីទេមានតែអរគុណច្រើនសម្រាប់ការប្រគេនកាហ្វេនេះហើយជូនពរក្រុមគ្រួសារញោមដានទាំងអស់សូមឲ្យបានសុខបានចម្រើនគ្រប់ពេលវេលាបងហើយក៏ចែកបុណ្យចែកកុសលដល់ញាតិញោមពុទ្ធបរិស័ទដែលជ្រះថ្លាអនុមោទនានៅបុណ្យកុសលដែលកូនចៅញោមដានធ្វើនៅក្នុងថ្ងៃនេះផងសូមអនុមោទនា